ប្រហែលជាថៃចង់ស៊ីនុយក្លេអ៊ែររុស្ស៊ីហើយបានចេះតែចោទទៅលើមហាអំណាចខ្លាឃ្មុំតកបែបនេះស្របពេលដែលអតីតសមាជិកសភាថៃបានរិះគន់ថាយុទ្ធសាស្ត្រការបរទេសរបស់លោកអនុទានបានបរាជ័យទាំងស្រុងសូម្បីតែសម្ព័ន្ធមិត្តចាស់វស្សារបស់ថៃគឺសហរដ្ឋអាមេរិកក៏ហាក់ដូចជាមិនគាំទ្រសកម្មភាពយោធារបស់ថៃលើកនេះដែរកាសែតកៅសតកាលពីថ្ងៃទី15ធ្នូ2025បានលើកឡើងថាទាហានស៊ីឈ្នួលដែលក្រុមការចោទប្រកាន់ថានឹងមកពីតំបន់អឺរ៉ុបខាងកើតនិងអឺរ៉ុបកណ្ដាលត្រូវបានថៃចាត់ទុកជាក្រុមគោលដៅដែលគេតាមដានយ៉ាងខ្លាំងនិងអាចបង្កហានិភ័យខ្ពស់ចំពេលមានការប្រជុំមុខដាក់គ្នាខាងយោធាកាន់តែខ្លាំងឡើងដោយថៃបានអនុវត្តវិធានការសន្តិសុខអាកាសយានដ្ឋានយ៉ាងតឹងរ៉ឹងបំផុតនៅថ្ងៃទី15ធ្នូដែលមានអាកាសយានដ្ឋានមួយចំនួនដោយនឹងបារម្ភថាមានជនបង្កប់ដែលមានគោលបំណងទុច្ចរិតចំពេលការប៉ះទង្គិចគ្នាកាន់តែខ្លាំងឡើងនៅតាមព្រំដែនជាមួយប្រទេសកម្ពុជាក្នុងនោះមានការបញ្ជាក់ចំទៅលើជនជាតិរុស្ស៊ីដែលគេសង្ស័យថាអាចនឹងមកចូលរួមជួយកម្ពុជាក្នុងប្រតិបត្តិការយោធាឬការប្រើប្រាស់ដ្រូនជាដើមទោះបីជាយ៉ាងណាក៏ដោយស្ថានទូតរុស្ស៊ីប្រចាំទីក្រុងបាងកកបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី15ធ្នូដោយបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការចូលរួមរបស់ពលរដ្ឋរុស្ស៊ីជាទាហានស៊ីឈ្នួលដោយហៅរបាយការណ៍ទាំងនេះថាគ្មានមូលដ្ឋាននិងមានគោលបំណងបំផ្លាញទំនាក់ទំនងទ្វេភាគីរុស្ស៊ីបានបញ្ជាក់ជាថ្មីនៅការគ្រប់គ្រងចំពោះដំណោះស្រាយដោយសន្តិវិធីរវាងទីក្រុងភ្នំពេញនិងទីក្រុងបាងកកការចោទប្រកាន់ទៅលើរុស្ស៊ីនេះគឺបន្ទាប់ពីថៃសង្កេតឃើញថាកម្ពុជាហាក់មានបច្ចេកវិទ្យាបញ្ជាដ្រូននិងការប្រើប្រាស់មីស៊ីលប្រឆាំងរថក្រោះទំនើបបានយ៉ាងស្ទាត់ជំនាញដែលធ្វើឲ្យអ្នកវិភាគថៃខ្លះជឿថាប្រហែលជាមានអ្នកជំនាញបរទេសនៅពីក្រោយដំណើរគ្នានេះអតីតសមាជិកសភាថៃលោករងស៊ីមិនរោមតាមរយៈគណនី Facebook ដែលបានបង្ហោះកាលពីថ្ងៃទី15ធ្នូបានរិះគន់យ៉ាងធ្ងន់ធ្ងរទៅលើរដ្ឋាភិបាលលោកអនុទានពាក់ព័ន្ធទៅនឹងចំនួនព្រំដែនកម្ពុជាថៃដោយរិះគន់ថាយុទ្ធសាស្ត្រការបរទេសរបស់លោកអនុទានបានបរាជ័យទាំងស្រុងលោកបានប្រើឃ្លាថារដ្ឋាភិបាលបានធ្វើឲ្យស្ថានភាពប្រែប្រួលពីពិភពលោកឈរនៅខាងថៃបែរជាពិភពលោកកំពុងឡោមព័ទ្ធថៃទៅវិញនេះមានន័យថាថៃកំពុងរងសម្ពាធនឹងការស្ដីបន្ទោសពីសហគមន៍អន្តរជាតិជុំទិសបន្ទាប់ពីការប្រើប្រាស់កងកម្លាំងយោធាឈ្លានពានកម្ពុជាសូម្បីតែសម្ព័ន្ធមិត្តចាស់វស្សារបស់ថៃគឺសហរដ្ឋអាមេរិកក៏ហាក់ដូចជាមិនគាំទ្រសកម្មភាពយោធារបស់ថៃលើកនេះដែរគួរបញ្ជាក់ផងដែរថាលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានដាក់សម្ពាធយ៉ាងខ្លាំងឲ្យមានការបញ្ឈប់ការវាយប្រហារហើយថែមទាំងគំរាមកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្មជាតិផងប្រសិនបើថៃមិនព្រមចរចានោះ